I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change. បងប្អូននេះគឺជា Honda CR-V Touring Sport ចំនួនចុងក្រោយបាទគឺជាប្រភេទ Hybrid ណាបងប្អូនទាំងគ្នាបាទវាត្រូវបាន design មកទាំងខាងក្នុងនិងខាងក្រៅមើលទៅទំនើបសរសើរនឹងទាន់សម័យហើយវាត្រូវបានរចនាឡើងមកជាប្រភេទ SUV បានមកពាក់មកជាមួយនឹងទ្វារ4កៅអី5ប្រអប់លេខជាប្រភេទ Auto ម៉ាស៊ីន Hybrid V4 2.0 លីត្រដែលផលិតកម្លាំងកាសបាន204 horsepower និងដំណើរការដោយពង2តែវាអាស្រ័យទៅលើតម្រូវការរបស់អតិថិជនដែរបងប្អូនទាំងគ្នាបាទវាមានពង1និងពង2អញ្ចឹងណាបងប្អូន CR-V Touring នេះវាបានមកពាក់មកជាមួយនឹង LED headline LED daytime running line សញ្ញោជាប្រភេទ LED auto delay of headlamp មាន dodge sensing headline មានកាមេរ៉ាមើលខ້ອຍ parking sensor មើលខ້ອຍជាដើមហើយវាក៏មកពាក់មកជាមួយនឹង smart key ប្រព័ន្ធសារថ្មអត់ខ្សែ Android Auto Apple CarPlay មាន USB connection speaker របស់វានឹងគឺមានរហូតដល់12គ្រាប់ហើយខាងក្នុងរបស់វាគឺជាប្រភេទស្បែកកៅអីស្បែកចង្កូតស្បែកដំបូលបើកអេក្រង់របស់វានឹងប្រើជាមួយនឹង touch screen 9 inch និងបានមកពាក់មកជាមួយនឹងរង្វង់កង់19 inch ហើយវាក៏មានដូចជា monitor មើលសពីខ្យល់មានប្រព័ន្ធទប់លំនឹងមានប្រព័ន្ធជំនួយចៅហ្វ្រាំងបន្ទាន់នៅពេលដែលមានឧបសគ្គអីកើតឡើងដោយយថាហេតុអញ្ចឹងបងប្អូនទាំងគ្នាបាទហើយកង់របស់វាទាំង4ហ្នឹងគឺបំពាក់មកជាមួយនឹងដុំ ABS វាមានបំពាក់មកដូចជា blind spot តែវាមានជាប្រភេទ slide ខាងទៅទេវាមានដូចជា lane keep assist ប្រព័ន្ធរក្សាកន្លងផ្លូវនៅពេលដែលយើងឡានរបស់យើងរត់ខុសកន្លងអីគឺវាមានប្រព័ន្ធហ្នឹងដើម្បីជួយឲ្យឡានរបស់យើងនឹងរក្សានៅកន្លងផ្លូវបានត្រឹមត្រូវអញ្ចឹងបងប្អូនទាំងគ្នាបាទហើយវាក៏មានដូចជា adaptive cruise control កំណត់ល្បឿនបើកបរតាមជាយន្តនៅខាងមុខនៅដែលមានន័យថានៅពេលដែលយើងកំពុងតែបើកបរលឿនអញ្ចឹងណាវានឹងបន្ថយល្បឿនតាមយន្តនៅខាងមុខដោយស្វ័យប្រវត្តិតែម្ដងនិងមាន option ទៅនៅមួយចំនួនទៀតផងដែរហើយពី0ទៅ100 km នេះគឺវាចាយពេលតាមតែ 7.9 second តែប៉ុណ្ណោះនិងកម្រិតស៊ីសាំងជាមធ្យមគឺ 6.3 លីត្រក្នុង100 km ហើយ top speed បានរហូតដល់185 km ក្នុង1ម៉ោងហើយវាមានតម្លៃចាប់ពី 36,000 ទៅ 42,000 ដុល្លារហើយតម្លៃនេះគឺជាតម្លៃនៅក្រុមហ៊ុន Castro ហើយវាមាន3ជម្រើសសម្រាប់ប្រទេសជនធ្វើការជ្រើសរើសផងដែរវាមានប្រភេទ Honda CR-V Sport មាន Sport L ហើយនិង Sport Touring អញ្ចឹងបងប្អូនយកយ៉ាងណាដែរសម្រាប់ Honda CR-V Touring Sport Series ឆ្នាំ 2025 នេះអាចធ្វើការតម្លែង comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ